Em mẹ tự chẹ ban bò cái đai nhằm mà chán đang tại sưu luôn thầm mà đông mong phụ ôn hai ni chiaរបៀបធ្វើបបរសាច់ជ្រូកចិញ្ច្រាំរសជាតិឆ្ងាញ់ធ្វើតែមួយផ្លែតបានញ៉ាំហើយដំបូងយើងដាំឆ្នាំងមួយក្តៅហើយដាក់ប្រេងប្រហែល2ស្លាបព្រាបាយហើយដាក់ខ្ទឹមសខ្ទឹមក្រហមនិងគល់ខ្ទឹមលីងឲ្យឈ្ងុយបន្តមកទៀតចាំយើងដាក់ផ្សិតចូលបងប្អូនមានផ្សិតអីដាក់ផ្សិតនឹងក៏បានដែរតែបើបានផ្សិតខ្មៅកាន់តែល្អហើយយើងលីងផ្សិតនឹងឲ្យឈ្ងុយដែររួចមកចាំដាក់អង្ករចូលកន្លះកូនចានអង្ករនឹងយើងលាងស្អាតហើយណាបងប្អូនយើងលីងវាឲ្យឈ្ងុយជាមួយគ្នាទៅចាំយើងចាក់ទឹកចូល1លីត្រកន្លះបន្ទាប់មកយើងដាក់គ្រឿងផ្សំរសជាតិមានដូចជាអំបិល1ស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយហើយម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយរួចហើយយើងទុកឲ្យបបរនឹងពុះសិនទៅហើយយើងងាកមកលាយគ្រឿងសាច់ជ្រូកចិញ្ច្រាំរបស់យើងវិញម្ដងគឺមានសាច់ជ្រូកចិញ្ច្រាំ4ខាំយើងដាក់ខ្ទឹមស1ស្លាបព្រាកាហ្វេហើយអំបិលកន្លះស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាកាហ្វេហើយនឹងម្រេចបន្តិចតួចទៅដើម្បីមានក្លិនឈ្ងុយបន្ទាប់មកយើងលាយសាច់ហើយនឹងគ្រឿងចូលគ្នាឲ្យសព្វឥឡូវយើងងាកទៅមើលឆ្នាំងបបរយើងវិញឃើញថាអង្ករចាប់ផ្ដើមរីកបដាហើយឥឡូវនេះយើងត្រូវដួសសាច់ជ្រូកដាក់ចូលក្នុងឆ្នាំងបបរនឹងតែម្ដងយើងប្រើស្ព្រាឆ្កឹះម្ដងតូចល្មមដាក់ចូលទៅបងប្អូនហើយយើងរំងាស់វាមកស្ទុះទៅដើម្បីឲ្យសាច់ឆ្អិនល្អហើយឲ្យវាចេញជាតិដែរសំខាន់ឲ្យអង្កររីកល្មមតាមបងប្អូនចូលចិត្តចុងក្រោយយើងបង់គល់ខ្ទឹមហើយខ្ទឹមបំពងតិចទៅគឺរួចហើយ